កំបិតអូជីឮថាធ្លាក់ទៅក្នុងដៃរបស់អង្គរៈលើឡើងហួស៊ីនឡុងជាង10ឆ្នាំមុននៅតាមម៉ណែណាក៏បានស្គាល់ឈ្មោះគេដែរប៉ុន្តែឮត្រឹមតែឈ្មោះតែប៉ុណ្ណោះមិនដែលឃើញមនុស្សទេខ្ញុំជាអ្នកទោសស្អែកនេះត្រូវស្លាប់ហើយធ្វើមិនមានឱកាសទៅរកកំបិតនោះបានទៅលោកពូស្អីហ្នឹងលោកគ្រូឯងសុខសប្បាយទេលោកគ្រូខ្ញុំមិនដឹងទេហើយអាយមិនត្រឹមតែជាមនុស្សល្ងងទេជាមនុស្សខ្វាក់ភ្នែកថែមទៀតផងដឹងទេថ្ងៃស្អែកនោះឯងត្រូវស្លាប់ហើយឯងមិនស្ដាយជីវិតទេអីយើងខំនិយាយជាមួយនឹងឯងអស់ពេលយូរចាត់ទុកថាមិនបាននិយាយទៅចុះហើយបានហើយយើងឈប់និយាយហើយចាត់ទុកថាយើងនឹងមើលមនុស្សខុសទៅចុះណាលោកពូបើសិនជាលោកពូចង់ជួយខ្ញុំមិនត្រូវនិយាយមិនឈិនឈៀងចឹងទេណែអើយលោកគ្រូរបស់ឯងនោះជាមនុស្សយ៉ាងម៉េចឯងមានដឹងទេលោកគ្រូខ្ញុំកាលនេះខ្ញុំសូមគាត់ធ្វើជាគ្រូគាត់ជាទាសករហើយមានជំងឺទៀតផងទោះជាត្រូវគេវាយគេជេរក៏គាត់សុខចិត្តអត់ទ្រាំដែរគាត់គឺជាមនុស្សជាងឯងហេតុអីបានសួរពីរឿងនេះនៅក្នុងពិភពគុណណាគ្រូរបស់ឯងនោះល្បីឈ្មោះខ្លាំងណាស់គេឈ្មោះថាហូស៊ីនឡុងលោកគ្រូរបស់ខ្ញុំគឺហូស៊ីនឡុងមែនឯងកុំនិយាយលឺពេកឮថាលោកម្ចាស់ធំមកស្រុកសាន់ឈីនឹងដើម្បីសងសឹកវិញក៏ស្រាប់តែមកស្លាប់នៅក្រុមកំបិតអូជីទៅវិញបានន័យថាកំបិតអូជីនៅក្នុងដៃរបស់លោកគ្រូខ្ញុំត្រូវអូយ៉ាងម៉េចលោកគ្រូរបស់ឯងនោះមិនដែលប្រាប់ឯងទេអីលោកពូមិនក៏លោកពូដឹងរឿងនេះនៅតំបន់តាម៉ណាយើងកោសក់ឲ្យគេនោះ50ឆ្នាំហើយមានមនុស្សណាដែលយើងមិនដែលឃើញមានរឿងអីដែលថាយើងមិនដឹងនោះឯងរកឃើញកំបិតអូជីយកមកប្រគល់ឲ្យលោកម្ចាស់វាងថាមិនទៀងទេលោកម្ចាស់វាងទុកជីវិតឲ្យឯងរស់តទៅទៀតណាលោកពូចង់ឲ្យខ្ញុំក្បត់នឹងលោកគ្រូខ្ញុំចង់យកជីវិតរបស់លោកគ្រូខ្ញុំដូចជាមួយនឹងជីវិតខ្ញុំមែនទេឯងចង់និយាយថាជីវិតរបស់លោកគ្រូឯងមានតម្លៃជាងជីវិតឯងឯងប្រាំមិនសំខាន់ទេគ្រូមួយថ្ងៃគឺជាគ្រូអស់មួយជីវិតសម្ដីបំបត្តិហ្នឹងខ្ញុំទើបតែលើជាលើកដំបូងហើយណាហើយនិយាយជាមួយឯងនោះវាអត់មានប្រយោជន៍ស្អីទេលោកពូឈប់សិនបើសិនជាពូជួយខ្ញុំមែននោះមួយជីវិតនេះខ្ញុំមិនភ្លេចគុណរបស់លោកពូទេគុណស្រីមិនចាំបាច់ទេបើសិនជាធ្វើបានសម្រេចឯងមានជីវិតឯងយើងនឹងបានប្រាក់រងនេះដាក់ទឹកបានប្រហែលទេលោកម្ចាស់ជួយមើលកន្លែងចំបានស្អាតបាត់មែនហើយប៉ុន្តែកន្លែងទៅមិននៅចំមុខហើយលោកតម្លៃវាខ្ពស់ពេកខ្ញុំមិនហ៊ានទិញទេដល់ហើយខ្ញុំទៅមើលកន្លែងផ្សេងទៀតចុះណាលោកម្ចាស់កន្លែងនេះតូចបន្តិចមែនប៉ុន្តែអាចលក់ដូរបានខ្ញុំលក់ហាងនេះព្រោះតែខ្ញុំត្រូវការប្រាក់ដែលរបស់ខ្ញុំត្រូវរាជការចាប់ខ្លួនជិត10ថ្ងៃប្រហែលជីវិតហើយខ្ញុំលក់ហាងត្រូវការប្រាក់ជួយដែលរបស់ខ្ញុំលោកម្ចាស់ជួយផងទេនេះសមានតែលក់ហាងមួយនេះមានសង្ឃឹមបានប្រាក់ជួយបណ្ដុះបានអញ្ចឹងខ្ញុំនៅសល់តែហាងមួយនេះទេរបស់លោកបានខ្ញុំលក់អស់តែហើយខ្ញុំជួយឲ្យយោបល់មួយចុះធ្វើឲ្យត្បិតតាហាងមួយនេះខ្ញុំឲ្យតម្លៃថោកមែនប្រសិនបើនេះមានគ្រឿងអលង្ការលក់ផ្សំខ្លះទៅវាអាចគ្រប់គ្រាន់ដើម្បីជួយហើយខ្ញុំប្រាប់តាមត្រង់ចុះគ្រឿងអលង្ការខ្ញុំលក់អស់តែហើយសង្ឃឹមហាងតូចនេះលក់បានតម្លៃខ្ពស់ឲ្យទៅជួយប្តីខ្ញុំបានលើពីនេះខ្ញុំមិនយកទេឥឡូវចេះទេខ្ញុំនៅសល់កវិលមកគូនេះលោកយកទេម៉ៃនាងបើសិនជាសាលីវីស្លាប់នាងនៅដល់ខ្ញុំទេកុំនិយាយផ្ដេសផ្ដាសពួកយើងនៅជាមួយគ្នាទៅចាប់ផ្ដើមថ្ងៃល្អពួកយើងចាំមកដល់ហើយកុំពោលពីអពមៀនគាត់បានទេការពិតគឺអញ្ចឹងមែនអ្នកដែលប្រឡងនៅក្នុងពិភពគុណនៅតាមម៉ោដឹកជញ្ជូនតំណែងឲ្យគេជីវិតបាត់បង់នៅពេលណាគ្មានអ្នកណាដឹងទេព្រោះថាគ្រោះថ្នាក់មើលមិនឃើញទេបានហើយចុំនិយាយទេពួកយើងបាក់ហារ៉ូស៊ីមិនសង្ឃឹមធ្វើជាអ្នកមានទេឲ្យទៅរស់នៅបានសុខទៅបានហើយប៉ុន្តែបងឆេវឆាយមិនចេះអត់ធ្មត់ការពិតបងមកចង់នៅស្រួលស៊ីស្រួលជាមួយនឹងនាងគ្រប់ពេលទេជាង10ថ្ងៃមកនេះមិនបានឃើញមុខ
ខ្ញុំពិបាកចិត្តណាស់ខ្ញុំនៅមិនសុខទេ ម៉ែនាងកូនប្រុសនៅតាមមកមិនត្រូវសង្ងំនៅផ្ទះទេត្រូវចេញទៅខាងក្រៅប្រឡូកនៅខាងក្រៅសង្ងំនៅផ្ទះគឺអត់មានប្រយោជន៍ទេ តែបងមិនដាច់ចិត្តឲ្យអូននៅម្នាក់ឯងទេ អ្នកណាថាឲ្យអូននៅតែម្នាក់ឯងម៉ែនាងបងនឹងនាំអូនទៅជាមួយអូនដឹងទេបងពិតជាស្រឡាញ់អូនណាស់បើសិនជាអូនមិនជឿទេយកកំបិតវះបេះដូងបងមើលទៅ របស់នេះអាចជួយបងបានបងត្រូវពាក់ជាប់ខ្លួនរបស់នេះម៉ែអូនទុកឲ្យអូនពាក់ជាប់ខ្លួនយូរណាស់មកហើយម៉ែថាក្នុងនេះមានត្បូងក្រហម4គ្រាប់ត្បូងក្រហម4គ្រាប់តំណាងឲ្យមនុស្ស4នាក់ពីជាតិមុនស្រី4នាក់នេះប្រឡាក់ដោយឈាមដូនតាបងពាក់ជាប់នឹងខ្លួនវាអាចការពារឲ្យបងសុខសប្បាយបងជាជីវិតរបស់អូនបងជាប្តីអូន ម៉ែនាងអូនល្អចំពោះបងណាស់ របស់នាងគឺជាឃាតករ មិនមែនទេ មិនមែន គេជាអ្នកគុណនិយម អូគឺជាចោរព្រៃមែនទេ គេមិនមែនជាចោរទេគេជាអ្នកលេងកំបាត់ នេះមិនត្រឹមតែស្រឡាញ់គេទេមានសច្ចធម៌ថែមទៀតសម័យនេះស្រីល្អដូចនាងពិបាករកណាស់ល្អយល់ដល់នាងចង់ជួយប្តីខ្ញុំសុខចិត្តឲ្យលឿនបន្តិចចុះចាត់ទុកថាធ្វើបុណ្យតិចចុះជួយឲ្យនាងលួចប្តីនាងចេញមកវិញណោះទទួលយកទៅ អរគុណលោកម្ចាស់ខ្ញុំអរគុណលោកម្ចាស់ណាស់ ប៉ុន្តែខ្ញុំសូមនិយាយពីមួយម៉ាត់មិនព្រោះស្ដាប់ទេបញ្ជាធ្លាក់មកឲ្យចាប់ចោលព្រៃការពិតជាបញ្ជារបស់ព្រះអង្គនៅលើចាប់ខ្លួនបានត្រូវប្រហារជីវិតបងហើយនាងគិតមើលច្បាស់ទៅនៅមានទៀតណោះខ្ញុំខ្លាចទៅយកប្រាក់ទៅឲ្យទីឆ្កាហើយពួកគេមិនព្រមដោះលែងមនុស្សដល់ពេលនោះទុនសាយក៏រួចត្រីរ៉ោះក៏រួចអស់ទាំងប្រាក់បាត់បង់ទាំងមនុស្ស បើសិនជាប្តីខ្ញុំស្លាប់មែនមានហាងបានប្រយោជន៍អីមានប្រាក់មានប្រយោជន៍អីខ្ញុំមិនចង់រស់ទេ ខ្ញុំចិត្តទុនណាស់ឲ្យតែឃើញគេមានផលលំបាកចង់ជួយគេជាពិសេសគឺមនុស្សស្រីហូតទៅភ្នែកអញ្ចឹងមិនបានទេបានហើយប្រាក់ខ្ញុំយកមកហើយណាអូននាងរាប់មើលទៅ លោកម្ចាស់អរគុណលោកម្ចាស់ជួយជីវិតពួកខ្ញុំចាប់ប្តីខ្ញុំចេញមកវិញខ្ញុំតើអរគុណលោកម្ចាស់ដល់ផ្ទះ ហើយមិនអីទេជួយមនុស្សសំខាន់ជាងណោះ លោកម្ចាស់សុំស្រាផឹកតិចមកផឹកផងលោកម្ចាស់ខ្ញុំទៅរៀនណាលោកម្ចាស់អើយលោកម្ចាស់ខ្ញុំហើយសុំបានមួយម៉ាត់សិនមកលោកម្ចាស់